សួស្តីបងប្អូនទាំងអស់គ្នានេះជាកម្មវិធីភ្ជាប់ពាក្យបងស្រីខ្ញុំនៅខាងខេត្តព្រៃវែងនៅខាងពីមជោនេះជាផ្លូវចូលផ្ទះគាត់ចិត្តកន្លែងនោះគេចិញ្ចឹមត្រីហ្មងផ្លូវរៀងទូចតិចតែជាអភិញ្ញាតធ្លាក់បងស្រីសំណូមពរឲ្យបងជួយបង្ហោះដ្រូនឲ្យធ្វើវីដេអូឲ្យបងហោអញ្ចឹងធ្វើតាមសំណូមពរបងស្រីទៅហើយបានយកដ្រូនទៅបង្ហោះឲ្យគាត់ដើម្បីធ្វើវីដេអូមិនសើមិញណានេះជាកម្មវិធីផ្លូវចូលផ្លូវទៅកាត់ទៅពីមជោនៅមុខនៃលឿងផ្លូវហ្នឹងផ្លូវគេហៅផ្លូវស្មួយគេតែសារខ្ញុំមិនសូវច្បាស់ដែរបាទបងប្អូនណាដឹងផ្លូវហ្នឹងគេហៅផ្លូវអីគេជួយ comment នៅខាងក្រោមដើម្បីឲ្យខ្ញុំដឹងមួយផងអរគុណច្រើនបាទឥឡូវចេញដំណើរទៅហើយខ្ញុំទៅផ្លូវនឹងស្អាតបងប្អូននេះអានឹងចក់ចេញចាប់តាមយើងជិះទៅបន្តទៀតប្រហែលឆ្លងកាត់ផែប្រហែលស្ពានទៀតនឹងទៅដល់ហើយស្ពាននឹងយូរឆ្នាំហើយបងប្អូនស្ពានហ្នឹងទាំងការខ្ញុំនៅទួយខ្ញុំឃើញស្ពាននឹងបាត់ហើយហ្នឹងឥឡូវចេញដំណើរបន្តហើយផ្លូវគេស្អាតបងប្អូនផ្លូវអាឡុងស្អាតផ្លូវជាអត់មានអាលាក់អីទេផ្លូវល្អថ្ងៃនេះថ្ងៃទី4ខែ6 2026បងប្អូនវេលាម៉ោងហ្នឹងប្រហែលម៉ោង8ម៉ោង7ជាងម៉ោង8ពីអ្នកលឿងទៅផ្ទះកម្មវិធីភ្ជាប់ពាក្យបងស្រីខ្ញុំក៏មិនសូវឆ្ងាយដែរតែទៅជិះវិញជិះហួរផ្លូវនោះជិះចង់រាប់រយដងបងប្អូនតែនៅតែជិះហួររហូតខ្ញុំឆ្ងល់ដែរតែទៅសាណាក៏ជិះហួរផ្លូវដែរបត់មកសាណាក៏អញ្ចឹងឥឡូវផ្លូវយើងបត់ចូលណាមួយផ្លូវលំផ្លូវទូចឯងមិនសូវធំទេផ្លូវហ្នឹងខ្ញុំទៅលេងផ្ទះមិញខ្ញុំពីតូចតធំតែនៅតែភ្លេចផ្លូវទៅរហូតហ្នឹងមិនឥឡូវចូលម្ដងហើយឥឡូវផ្លូវហ្នឹងគេចាប់តង់បងប្អូនបង្កើតពីមុនដីព្រៀងមកម្ដងបាក់ជាតែឥឡូវជុំវិញហ្នឹងគេចាប់បិទតង់ទាំងអស់នឹងផ្លូវកាត់ទេបងប្អូនណាផ្លូវកាត់យើងជិះទៅវាឆាប់ដល់ទីតាំងអញ្ចឹងណាបើផ្លេបេតុងជិះរៀងវាបន្តិចកន្លែងនេះគេមានចាំទៅបាទជាអត់ស្រួលដល់ទៅធ្លាក់ចូលកន្លែងទៅចាំទៅដល់ជិះទៅមុខទៀតហើយចិត្តដល់ហើយនេះដល់នេះអានឹងខ្នោបេតុងលើបត់ចូលហើយឃើញបងប្អូនគឺអង្គកំពុងហូបកាហ្វេទៅបន្តទៀតហើយណាផ្លូវរៀងទូចដែរដោយសារយើងបើជំនាញដែរហ្នឹងបើជំនាញបាក់ដែរហ្នឹងនេះទៅដល់ទីតាំងផ្ទះគាត់ហើយអូខេទៅដល់ទីតាំងហើយចាប់ដើមមកយកដ្រូនមកតែបង្ហោះមើលដោយសារដ្រូនទុកយូរអត់បង្ហោះណាខ្លាចតែវាមានបញ្ហាអីទៅអញ្ចឹងតេស្តមុនសិនតែយកប្លង់យកអីហើយសិនអញ្ចឹងដើម្បីតិចទៀតខាងប្រុសគេមកអញ្ចឹងយើងចាប់ដើមយើងរៀបចំយើងហោះបន្តទៀតឥឡូវដើរចេញទៅហើយដើរចេញទៅដើម្បីយើងមើលប្លង់កន្លែងណាដែលមើលទៅថតស្អាតអត់ស្អាតចឹងណាបាទកន្លែងហ្នឹងផ្លូវគេស្អាតបងប្អូនណាផ្លូវបេតុងមិនព្រៀងមិនអីលេងខ្លាចហើយមិនមែនកម្មវិធីការអីក៏ធ្វើរោងធ្វើអីនៅលើហ្នឹងក៏ស្រួលដែរពីកាលពីមុនផ្លូវដីបាទនេះផ្លូវចូលផ្ទះមិញលើយក Samsung 24 Ultra របស់ខ្ញុំចេញដើម្បីចាប់ប្លង់បន្តិចមើលកន្លែងណាភ្លឺកន្លែងណាស្អាតអត់ស្អាតអញ្ចឹងណាអញ្ចឹងថតក្មួយសាក់កាមេរ៉ាមើលហើយក្មួយខ្ញុំវាតាមវាសួរពូកាមេរ៉ាទិញម៉ានដ្រូនទិញម៉ានឲ្យត្រូវមើលឥឡូវបងស្រីខ្ញុំណាបងស្រីខ្ញុំអញ្ចឹងខ្ញុំឲ្យគាត់ជួយបន្តិចថតជាវីដេអូចាប់ប្លង់ឲ្យបន្តិចដើម្បីយើងកាត់តដើម្បីយើងដាក់ចូលអញ្ចឹងឥឡូវខ្ញុំកំពុងប្រាប់គាត់ឈរកន្លែងណាអញ្ចឹងណាដើម្បីឲ្យគាត់ថតមកកន្តិចតិចទេហើយដល់ណាយើងក្រៀបមកវាស្អាតបងស្រីខ្ញុំណាជាមួយក្មួយនេះជាវីដេអូដែលយើងថតចេញពីដ្រូនដូចអញ្ចឹងវីដេអូនឹងក៏ខ្លីដែរអញ្ចឹងវីដេអូបញ្ចប់ហើយអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាបានទស្សនា